ពេលខ្លះវាអត់ស៊ីដែរតែពេលខ្លះក៏ស្ទូចបានច្រើនណាហើយនេះកូនពៅគាត់នៅតាំងពីទូច3តតឹងឥឡូវឡើងថោកទូចត្រីអីសួរមើលពូទូចត្រីអីសួរមើលទូចត្រីបានអត់ពូទំនេរពីការងារមកមើលបងប្អូនខ្មែរមកស្ទូចត្រីនៅខាងក្បាលកប៉ាល់បងប្អូននៅនេះអញ្ចឹងពេលអត់ធ្វើការងារអញ្ចឹងអ្នកខ្លះក៏គាត់មកស្ទូចត្រីទៅអ្នកខ្លះគាត់ធ្វើអ្វីផ្សេងអីអញ្ចឹងទៅតែបើអ្នកមានសទូចអីគាត់អាសាមកចង់បានត្រីហូបអញ្ចឹងគាត់មកស្ទូចឯនៅខាងក្បាលកប៉ាល់ប៉ុន្តែមិនមែនចេះស្ទូចបានទេព្រោះពេលខ្លះវាអត់ស៊ីដែរតែពេលខ្លះក៏ស្ទូចបានច្រើនណាហើយនេះកូនពៅគាត់នៅតាំងពីទូច3តតឹងឥឡូវឡើងធំហើយចំណែកក្មេងៗថតឃើញនៅឡើងឆ្ងាយហ្នឹងបងប្អូនកូនក្មេងស្ទាវក្មេងៗហ្នឹងឃើញអញ្ចឹងគាត់មកធ្វើការដែរអត់ទាន់គ្រប់អាយុទេបងប្អូនប៉ុន្តែដូចថាពេលតនេពីការងារអញ្ចឹងគាត់មកលេងជួនកាលគាត់មានទូចទៅគាត់យកមកស្ទូចដែរនៅលើក្បាលកប៉ាល់នេះធំបងប្អូនមិនមែនទូចទេណាគ្រាន់ថាពេលខ្លះខ្ញុំថតអត់បានឲ្យបងប្អូនមើលពេញអញ្ចឹងខ្ញុំថតតែចំណុចណាដែលខ្ញុំចង់ថតអញ្ចឹងហើយបើនិយាយពីជំរឿចុះទៅក្រោមហ្នឹងប្រហែលជាង10ម៉ែត្រជិត20ម៉ែត្រដែរតាំងកប៉ាល់ខ្លះហើយរៀងខ្ពស់តាំងកប៉ាល់ខ្លះវារៀងទាបអីចឹងទៅបើដាក់ទម្ងន់ក៏បានច្រើនទៅវាកប៉ាល់វាចុះទៅក្រោមរៀងរាក់អញ្ចឹងទឹកណាគេនឹងណាលេស៊ីបងអូណាអូយណាคนเยอะត្រីចាំយួនទៅឆែបចាប់ត្រីចាប់លើកមកចាប់លើកមកនិយាយគេហៅគាត់ស្រិនចាប់